រៀបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមកធ្វើម្ហូបញ៉ាំបាយទាំងអស់គ្នាថ្ងៃនេះពេលព្រឹកក៏មានសាច់ជ្រូក1គីឡូថ្ងៃនេះហ្នឹងមិនដឹងថាធ្វើអីទេតើយកទៅប្រឡាក់ចៀនហើយបុកម្ជូរទុកឲ្យវ៉ាន់សិនអានេះបើសាច់ជ្រូកហ្នឹងបង1គីឡូនេះហូបបាន2ពេលព្រឹកល្ងាចមកលាងឲ្យស្អាតរួចហើយក៏នាំគ្នាយកសាច់ជ្រូកទៅប្រឡាក់ទាំងអស់គ្នាដាំម្សៅស៊ុបបន្តិចស្ករ3ល្ព្រាអំបិលបន្តិចថែមទឹកស៊ីអ៊ីវ1មុខ1ល្ព្រាទឹកប្រេងខ្យង2ល្ព្រាទឹកត្រីបន្តិចហើយច្បល់យកឲ្យស្មើគ្នារួចគ្របវាទុកប្រហែលជាយូរដែរចាក់ខ្លាញ់ចូលទៅខ្លាញ់ពុះហើយយើងក៏បានដាក់សាច់ចូលទៅណាបងណានេះដាក់សាច់ចៀនមួយស្ទុះកូទៅអានេះបងសុំកាត់ផាបមិនកាត់វីដេអូបន្តិចណាបងណាឆ្អិនហើយទឹកអាចារ្យគួរញ៉ាំអត់បងក៏ហមល្អណាឥឡូវយើងមកអាំងម្ទេសជាមួយគ្នានឹងខ្ទឹមដើម្បីយកទៅបុកម្ជូរដំបូងមកក៏ដាក់គ្រឿងកណ្ដោងសិនទៅដាក់គ្រឿងអាំងម្ទេសសិនចុចទៅឥឡូវក៏រួចហើយបងចាត់ស្វាយបុកម្ជូរស្វាយនេះរៀងក្រហមបន្តិចណាកោសវាសិនទៅកោសរួចហើយក៏បុកបន្តិចដែលយើងអាំងមិញណាដាក់ម្សៅស៊ុបចូលទៅបន្តិចទៅបុកទៅក៏បុកស្វាយទៅបន្តិចទៅបុករួចហើយក៏ថែមទឹកប្រហុកទៅមួយវែកដល់មួយវែកទេជិតពេញមួយវែកហ្នឹងទៅរាល់ម្ហូបពីរមុខហ្នឹងព្រឹកល្ងាចបងណាឆ្ងាញ់ណាស់អស់បាយអត់ដឹងខ្លួន